ច្រើនពរញាតិញោមពុទ្ធបរិស័ទពីវត្តស្វាយទូងស្រុកព្រៃឈរខេត្តកំពង់ចាមកណ្ណពេលនេះខ្ញុំបកណ្ណអាត្មាភាពសូមលើកយកនៅធម៌មួយសម្រាប់សូត្រវន្តាសូមកម្មាទោសចំពោះគ្រូឧបជាយាចានិងមេត្តាបិតាដូច្នេះសូមអញ្ជើញបងបងប្អូនញាតិញោមរៀនជាមួយខ្ញុំបកណ្ណអាត្មាភាពដូចតទៅវន្តាកម្មាទោសគ្រូឬមេត្តាបិតាអញ្ចឹងទី1គឺយើងក្រោកឈរណាថ្វាយបង្គំមេត្តាបិតា3ដងក្រោកឈរហើយសូត្រឧកាសៈវន្តាមិភន្តេសัพពាំងនៅកន្លែងនេះសូមញាតិញោមសង្កត់សំឡេងបន្តិចតើសនេះគឺសัพពាំងមិនមែនកុំអានថាសាពាំងណាគឺសัพពាំងអបរាធាំងមិនមែនអបទេណាគឺអបរាធាំងខមថមេភន្តេមយាកតាំងបញ្ញសាមិនីអនុមោទិតពាំងសាមិនីកតាំងបញ្ញមយហੰទាតពាំងសាធុសាធុអនុមោទាមិបន្តមកអង្គុយចុះអង្គុយហ្នឹងគឺអង្គុយចោងហោងមិនមែនបត់ជើងទេគឺចោងហោងបើអង្គុយចុះហើយសូត្រថាសัพពាំងអបរាធាំងខមថមេភន្តេបន្តមកអោនចុះនេះគឺសំដៅទៅលើយើងក្រាបយើងក្រាបដាក់សេរសារបស់យើងហ្នឹងណាឲ្យដល់កន្ទេលឬដល់ធរណីហ្នឹងហើយយើងលោដៃយើងទៅមុខណាយើងលើកដៃទៅមុខទៅយើងក្រាបសេរសាពីលើដៃរបស់យើងទៅហើយយើងសូត្រថាឧកាសៈទ្វារតយេនកតាំងសัพពាំងនៅកន្លែងសនឹងពេលជាងវដល់ស្រៈអមនេះអានថាសัพពាំងអបរាធាំងខមថមេភន្តេឧកាសៈខមាមិភន្តេហើយក្រោកឈរវិញរួចសូត្រវន្តាមិភន្តេសัพពាំងអបរាធាំង